លោកពីវលាវទើបនឹងវិលត្រឡប់មកពីនេសាទត្រីក្នុងស្ទឹងមួយក្បែរផ្ទះនៅក្នុងភូមិតានីនេះស្ថិតក្នុងស្រុកគិរីសាគរក្នុងតំបន់ឆ្នេរនៃខេត្តកោះកុងបរិសុទ្ធវ័យ63ឆ្នាំនេះមានចំការស្វាយចន្ទីនិងដូងជុំវិញផ្ទះហើយក៏មានដីស្រែជាង1ហិកតាដែលលោកពឹងអាស្រ័យលើសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់លោកអស់ជាច្រើនជំនាន់មកហើយប៉ុន្តែដីភូមិនិងដីស្រែរបស់លោកចាប់តាំងពីឆ្នាំ2008មកបានស្ថិតនៅក្នុងផ្ទៃដីទំហំ 36,000 ហិកតាដែលរដ្ឋាភិបាលបានសម្រេចជួលទៅឲ្យក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group រយៈពេល99ឆ្នាំដើម្បីអភិវឌ្ឍតំបន់រមណីយដ្ឋានលំហែកាយទេសចរខ្នាតធំមួយដោយអ្នកភូមិដទៃទៀតដែរលោកពីវលាវត្រូវបង្ខំឲ្យចាកចេញទៅតាំងទីលំនៅឋានថ្មីដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះស្ថិតក្នុងតំបន់ខ្ពង់រាបដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍប៉ុន្តែខុសពីអ្នកភូមិភាគច្រើនលោកពីវលាវបានបដិសេធមិនព្រមចាកចេញពីផ្ទះសម្បែងនិងភូមិកររបស់លោកឡើយទៅនៅអាផ្ទះថ្មីគេហ្នឹងវាយ៉ាប់អត់មានស្អីសោះតាំងពីដូងក៏អត់មានស្វាយក៏អត់មានអីក៏អត់មានស្រែក៏អត់មានតែព្រៃមានប្រជាជនជាង 1,100 គ្រួសារនៅក្នុងភូមិចំនួន13នៃស្រុក2គឺស្រុកគិរីសាគរនិងបន្ទុំសាគររបស់ខេត្តកោះកុងនេះបានរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិនដែលមានទឹកប្រាក់ជាង $3,000 លានអាមេរិកនេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារខាងវិស័យដីធ្លីរហូតមកដល់ពេលនេះគ្រួសារភាគច្រើនបានបង្ខំចិត្តចាកចេញទៅរស់នៅទីតាំងថ្មីដែលក្រុមហ៊ុនរៀបចំឲ្យនៅសល់តែគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលបន្តប្រកែកមិនព្រមចេញដោយលើកឡើងថាសំណងរបស់ក្រុមហ៊ុនមិនសមស្របទៅនឹងអ្វីដែលពួកគេត្រូវបាត់បង់នោះទេអ្នកស្រីយីលីនដាគឺជាអ្នកភូមិម្នាក់ទៀតដែលនៅសល់ក្នុងភូមិជាមួយលោកពីវលាវខ្ញុំចង់នៅភូមិខ្ញុំស្រុកខ្ញុំកំណើតកើតរបស់ខ្ញុំមានស្រែមានគោមានក្របីតែបើពិតជាក្រុមហ៊ុនអនិវត្តមែនខ្ញុំត្រូវតែចេញក៏ប៉ុន្តែត្រូវតែមានសំណងតបឲ្យប្រជាជនលើកទឹកចិត្តប្រជាជនឲ្យប្រជាជនចេញពីធានីទឹកដីស្រែចម្ការកន្លែងរស់នៅកំណើតកើតនឹងឲ្យមានលុយមានកាក់ទិញអង្គហូបដែរមិនមែនឲ្យ$250យកទៅទិញអង្គហូបមិនបានមួយខែផងគ្រួសារខ្ញុំ7 8នាក់មួយខែអង្គមួយបាវអត់គ្រាន់ទេហើយកំណើតកើតរបស់ខ្ញុំខំធ្វើកើតមកនេះទៅជាខ្ញុំឲ្យគេតេឲ្យដំណតទៅកូនចៅខ្ញុំបានអីហូបបាទបើទោះបីជារដ្ឋាភិបាលហាងថាការផ្ដល់សម្បត្តិដល់ក្រុមហ៊ុនចិនមួយនេះគឺដើម្បីអភិវឌ្ឍក៏ដោយក៏ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថាអ្នកដែលចំណាយចំពោះការអភិវឌ្ឍនេះគឺជាប្រជាពលរដ្ឋដូចជាអ្នកភូមិតានីនៅក្នុងស្រុកគិរីសាគរនេះជាដើមក្រុមហ៊ុនចិនមួយនេះបច្ចុប្បន្នកំពុងមមាញឹកសាងសង់ផ្លូវសំខាន់មួយខ្សែនៅក្នុងគម្រោងរបស់ខ្លួនដែលនឹងរួមបញ្ចូលសន្តាគារនិងបនលបែងលំដាប់ផ្កាយ5ព្រមទាំងកំពង់ផែសមុទ្រមួយផងនេះបើយោងតាមផែនការមេរបស់ក្រុមហ៊ុននេះដោយមានការព្រមព្រៀងពីរដ្ឋាភិបាលក្រុមហ៊ុននេះត្រូវចេញសំណងដល់គ្រួសារនីមួយៗដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងនេះនៅទឹកប្រាក់ចន្លោះពី$200រហូតដល់$8,000អាមេរិកចំពោះដីស្រែចម្ការក្នុង1ហិកតាអាស្រ័យទៅលើប្រភេទដីដែលមានដំណាំច្រើនឬតិចឬក៏អត់តំណាងក្រុមហ៊ុនចិន Union Development Group ប្រចាំនៅកម្ពុជាគឺលោក Lee Jie-jun មិនអាចតាក់ទងដើម្បីសុំការអធិប្បាយណាមួយបានទេដោយជំនួយការម្នាក់របស់លោកនៅក្នុងទីក្រុងភ្នំពេញនិយាយថាលោកមិនអាចផ្ដល់បទសម្ភាសន៍ណាមួយបានទេតែទោះជាយ៉ាងនេះក្តីអាជ្ញាធរមូលដ្ឋាននិយាយថាសំណងរបស់ក្រុមហ៊ុនចិននេះគឺអាចទទួលយកបានលោកស្រីអិនសុភីគឺជាអភិបាលរងស្រុកគិរីសាគរបាននិយាយទៅវាសមស្របដែរដោយសារតែគាត់អត់មានដំណាំអីផងអញ្ចឹងជាដីទទេតែម្ដងចាអញ្ចឹងគេគោលការណ៍របស់រដ្ឋាភិបាលកំណត់មកអញ្ចឹងហើយបើដីគាត់មានដំណាំគេឲ្យតាមស្តង់ដារហ្នឹងហើយអត់មានខ្វះខាតអីផងនៅពេលដែលគេឲ្យមកក្រៅពីសំណងនេះគ្រួសារនីមួយៗទទួលបានផ្ទះឈើមួយខ្នងនិងដីទំហំសរុប2ហិកតាកន្លះប៉ុន្តែអ្នកភូមិខ្លះនៅតែមិនអាចទទួលយកបាននៅកញ្ចប់សំណងនេះដោយនិយាយថាទីតាំងថ្មីខ្វះទឹកភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតដូចជាសាលារៀនវត្តអារាមនិងមន្ទីរពេទ្យជាដើមលោកយាននៅគឺជាអ្នកនេសាទនិងជាកសិករម្នាក់នៅក្នុងភូមិចំឡងគោដែលរងការបណ្តេញចេញដោយបង្ខំដែរខ្ញុំអត់យល់ពីអាជ្ញាធរមិនដឹងយល់យ៉ាងម៉េចក៏សាងប្រទេសថា
ôi rồi do chia bát to ắt clean chẳng hay do đây không mấy đây chia bát cao sang đòi luôn anh rồi nó được lôi anh hay giờ tao ôi kia nâng nhom gạt vô nâng là thao ba kịch giang mấy nhom ăn vô đây là nâng nhom bị phiền mình chỉ ba lo thì thao đi chấm rán bằng đi chấm rán biệt mấy chẳng ngày nào cốt thì thao buồn đọc mà phơi xám cho nam tiết cứ bồ bái nhom nâng việc làm ba đấy mà bồ bái chẳng đây vì nhom ăn vô thằng lại nâng đây nâng kịch giang mấy nhom gạt vô លោកប្រាក់ធួនក៏ជាអ្នកនេសាទម្នាក់ដែលរងការបណ្តេញចេញពីភូមិកររបស់លោកនៅក្នុងភូមិពីមកាយនេះ ខ្ញុំចង់ដល់កន្លែងខ្ញុំនឹងហ្មងស្រុកភូមិកំណើតអាគីអាកនឹងហ្មងបាទទុកស្លាប់ក៏ស្លាប់នៅនឹងចុះកុំឲ្យទៅស្លាប់នៅដីថ្មីអត់ឲ្យចំណីហូបមក អ្នកភូមិទាំងនេះនិយាយថាពួកគេនៅតែទន្ទឹងរង់ចាំមើលថាតើមាននរណាអាចជួយពួកគេបានដែរឬទេ ដើម្បីឲ្យពួកគេអាចបន្តជីវភាពរស់នៅរបស់ខ្លួនបានដូចធម្មតាតទៅទៀតដោយមិនចាំបាច់ត្រូវផ្លាស់ទៅទីលំនៅឋានថ្មីនោះក្រុមអ្នកភូមិនៅទីនេះលើកឡើងថាការអភិវឌ្ឍនេះគួរតែធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេប្រសើរជាងមុនរាយការណ៍ពីស្រុកគិរីសាគរនៃខេត្តកោះកុងខ្ញុំសាយមុនី VOA